មេដឹកនាំអាមេរិកលោក Donald Trump នៅថ្ងៃច័ន្ទនេះបានបោះពាក្យសម្ដីគំរាមធ្ងន់ធ្ងរថាយោធាអាមេរិកនឹងវាយប្រហារប្រទេសអ៊ីរ៉ង់សាជាថ្មីទៀតបើសិនទីក្រុងតេហេរ៉ង់ហ៊ានអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនឡើងវិញដែលខូចខាតកាលពីដើមឆ្នាំនេះឆោអមដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu លោកប្រធានាធិបតី Trump បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូចនេះថាឥឡូវនេះខ្ញុំទទួលបានដំណឹងថាអ៊ីរ៉ង់កំពុងព្យាយាមស្ដារកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនឡើងវិញលោកថាបើសិនពួកគេហ៊ានធ្វើបែបនេះមែននោះយោធាយើងនឹងទៅវាយកំទេចទីតាំងទាំងនោះសាជាថ្មីទៀតប៉ុន្តែលោកថាយល់ល្អការធ្វើកិច្ចប្រុងប្រៀងគឺជាជំរើសឆ្លាតជាងសម្រាប់អ៊ីរ៉ង់ឆ្លើយតបការគម្រាមរបស់លោកត្រាំអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាអែល Beher បានអះអាងកាលពីសប្តាហ៍មុនថាកម្មវិធីអភិវឌ្ឍមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់បង្កើតឡើងមានគោលបំណងការពារអធិបតេយ្យភាពនិងមិនមែនសម្រាប់ការចរចាគ្នាឡើយសូមរំលឹកថាកាលពីថ្ងៃទី13ខែមិថុនាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ភ្ញាក់ផ្អើលទៅលើតំបន់ជាច្រើននៅក្នុងទឹកដីអ៊ីរ៉ង់ក្នុងនោះរួមមានទាំងទីតាំងយោធានិងនុយក្លេអ៊ែរដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរនិងជនស៊ីវិលក្រោយមកអាមេរិកដែលឆោខាងអ៊ីស្រាអែលក្នុងជម្លោះជាមួយអ៊ីរ៉ង់នៅថ្ងៃទី22ខែមិថុនាដដែលបានបញ្ជូនកងទ័ពអាកាសហោះទៅទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន3ទីតាំងរបស់អ៊ីរ៉ង់ដែលមានដូចជា Natanz, Fordow និង Isfahan